ប្តីខ្ញុំឈឺឡើងប្រហែលថ្ងៃនេះបងប្អូនតែថ្ងៃនេះអញ្ជើញដុកទ័រមកពេលដុកទ័រមកស្មានតែគាត់ព្យាបាលនៅផ្ទះអត់ផងគាត់ថាព្យាបាលនៅផ្ទះអត់កើតទេសាក់មានឧបករណ៍គ្រប់អញ្ចឹងទៅយកគាត់ព្យាបាលនៅពេទ្យសាពេទ្យមានឧបករណ៍អញ្ចឹងហើយក៏នាំគ្នាមកយកនេះយកឡើងពី3ថ្ងៃបានយកមកឲ្យវិញអញ្ចឹងថ្លៃទៀតអស់1500ជិត20រៀលបងប្អូនអើយអញ្ចឹងបន្ទាប់ពីខ្ញុំនេះបានម៉ូតូត្រឡប់មកវិញហើយអញ្ចឹងទៅខ្ញុំនឹកឃើញថាពេទ្យថាឲ្យខ្ញុំញ៉ាំបន្លែឲ្យបានច្រើនឲ្យមានជាតិវីតាមីនអញ្ចឹងក៏នឹកឃើញក៏ខ្ញុំនឹកឃើញស្លអកោហើយស្លអកោរបស់ខ្ញុំនេះគឺខ្ញុំដើរផ្សំគ្រឿងទៅតាមផ្ទះអ្នកស្រុកអ្នកភូមិខ្ញុំដើរសំគេអញ្ចឹងណាសុំគេអានេះតិចនៅទៅអានេះខ្ញុំកំពុងតែដើរសុំផ្លែអស់ស្លឹកម្រុំដល់ពេលទៅដល់អញ្ចឹងទៅអត់ឃើញម្ចាស់ផ្ទះទេទៅខាងទ្វារខាងមុខទៅទ្វារខាងក្រោយបានឃើញម្ចាស់ផ្ទះនិយាយទៅដោយសារតែខ្ញុំដឹងថាផ្ទះគាត់មានទ្វារពី3កន្លែងអញ្ចឹងហើយទោះបីតែគាត់លាក់ខ្លួនពួនក្រាស់ថ្មកន្លែងណាក៏ត្រូវគោះទ្វារហៅគាត់សុំទៅបេះស្លឹកម្រុំឲ្យបានដែរបងប្អូនអើយពេលទៅដល់អញ្ចឹងទៅក៏ដើមរុំគាត់ជាធំប្រហែលឆ្នាំបងប្អូននេះចិត្តកន្លែងកបីគាត់ចំកបីមកអីចឹងចឹងហើយក៏ខ្ញុំបេះតែ4 5ត្រួយទេមិនហ៊ានបេះច្រើនដែរទេនៅឃើញញ៉ាំម្នាក់ឯងយើងបេះច្រើនក៏សល់អញ្ចឹងទៅបន្ទាប់មកទៀតក៏ខ្ញុំដើរទៅរកស្លឹកស្លឹកលពៅផ្លែលពៅផ្កាលពៅចឹងទៅប៉ុន្តែខែនេះវារៀងថាវាស្បោយភ្លៀងចឹងទៅអាលពៅវាងាប់អស់លេងវាអត់សូវមានតែមួយចឹងប៉ុន្តែដើរទៅរកស្លឹកលពៅត្រួយលពៅក៏ខ្លាចដែរខ្លាចទៅពោះខ្លាចសត្វអីចឹងចេះតែផ្អើវាចឹងទៅព្រោះហ្នឹងថាយើងផ្អើវាផ្អើយើងចឹងអានឹងរៀងខ្លួនចឹងតែបើថ្ងៃណាមួយស្លប់ផ្លត់ស្លៀតហ្នឹងក៏ខ្ញុំគិតមើលតាមនឹងទៀតព្រោះស្រុកនេះបងប្អូនដឹងថាមានពោះច្រើនចឹងហើយនេះខ្ញុំកំពុងតែរកផ្កាលពៅវាអត់មានទេមានតែផ្កាជូករត់បងប្អូនអើយធំខ្ពស់ឡើងមកកាប៉េះតែម្ដងបន្ទាប់មកទៀតក៏ខ្ញុំចិត្តបន្លែផ្លែឈើផ្លិតតែចិត្តបន្លែនៅមុខផ្ទះហ្មងទៅដោយនឹកឃើញសម្ដីពេទ្យថាចេះខ្ញុំឃើញស្គមហើយខ្វះជាតិវីតាមីនច្រើនប្រហែលជាខ្ញុំមិនសូវដើរត្រូវថ្ងៃនឹងឯងអញ្ចឹងបានជាខ្វះជាតិវីតាមីនឮពេទ្យនិយាយឲ្យអញ្ចឹងទៅខ្ញុំនឹកឃើញថាប្រហែលជាអញ្ចឹងមែនក៏នឹកឃើញចិត្តបន្លែនៅខាងក្រៅផ្ទះហ្មងទៅដើម្បីមានព្រះអាទិត្យស្រូបចូលខ្លួនខ្លះព្រោះអីនៅស្រុកឥណ្ឌានេះជាប្រទេសមួយដែលគេហៅថាសម្បូរដោយទឹកកកវាគ្មានថ្ងៃស្អីទេយូរចេញថ្ងៃម្ដងនិយាយលេងបងប្អូនតាមពិតពេទ្យនិយាយចឹងមែនតែរឿងថ្ងៃហ្នឹងស្រុកឥណ្ឌានិងស្រុកខ្មែរវាមិនខុសគ្នាមកថ្ងៃបើកចង់មកចង់អាយ៉ះក្បាលប៉ុន្តែវាអាជាតិក្នុងខ្លួនខ្ញុំខ្វះជាតិវីតាមីនក៏ខ្ញុំមិនយល់ដែរចង់អាចចាក់ថ្នាំវីតាមីនគ្រប់100មុខចូលក្នុងខ្លួនតែអាខ្វះជាតិសុទ្ធសាធចឹងហើយអ្នកចិត្តខាងខ្ញុំគាត់ឆ្ងល់តែនិយាយចុះមិនបានជាខ្ញុំមកចិត្តបន្លែក្រៅផ្ទះវិញខាងក្នុងមិនដាច់ភ្លើងឯផងដល់ពេលចឹងទៅក៏ខ្ញុំរាយរាប់ប្រាប់ដំណើរដើមតងរឿងដុកទ័រថានិយាយខ្ញុំចេះចឹងទៅក៏គាត់នាំនិស័យកិលតែម្ដងហើយនេះខ្ញុំកំពុងតែរៀបចំស្លហើយចឹងទៅដាក់ប្រេងឆាចិចចឹងទៅហើយគ្រឿងអូនិយាយដល់គ្រឿងបងប្អូនគ្រឿងហ្នឹងគឺគ្រឿងដែលខ្ញុំលួចលាក់ពីបលិញហោះ New Delhi ក៏ប្រហែលវគ្គមុនដែលខ្ញុំយកមកស្រុកខ្មែរយកបោះចោលតែចៃដន្យខ្ញុំទៅឃើញស្ដាយចឹងទៅក៏ខ្ញុំលួចលាក់ដាក់ hand curry ទៅក៏បានស្លនឹងឯងបើមិនចឹងទេប្រកាសជាអត់មានអីស្លហើយព្រោះនៅស្រុកនេះស្រុកខ្ញុំនឹងជាផ្សេងរឿងគ្រឿងពិបាកខ្លាំងមែនទែនសម្រាប់ខ្ញុំដោយសារតែខ្ញុំដើមលក្ខីវាអត់ចេះដោះប៉ុន្តែខ្ញុំនៅមិនតោចុះចាញ់ឲ្យខ្ញុំនឹងតវ៉ាព្រមលិខិតហេតុអីបានជាខ្ញុំដើមលក្ខីដោះខ្ញុំដាំលូកខ្សែទៅដោះថ្ងៃណាមួយខ្ញុំសង្ឃឹមថាវានឹងដោះចេញជាដើមលក្ខីឲ្យខ្ញុំស្លបានយ៉ាងសង្ហាតែម្ដងងាកមកមើលស្លខ្ញុំវិញម្ដងឥឡូវនិយាយដើមលក្ខីក៏ដល់វគ្គខ្ញុំដាក់បន្លែឲ្យបងប្អូនប៉ុន្តែស្លលឹកនេះគឺខ្ញុំអត់បានដាក់ខ្ទិះដូងអីទេដោយសារតែខ្ញុំអត់ហ៊ានបើកទ្វារចូលអាស្រមម្ដាយក្មេកខ្ញុំនៅខាងក្រោយផ្ទះនោះដោយសារមានឆ្កែមកពីណាពីណីវាកើតកូននោះដល់ពេលអញ្ចឹងទៅខ្លាចតែវាខំអញ្ចឹងហើយជាមូលហេតុខ្ញុំអត់ហ៊ានចូលកន្លែងហ្នឹងទេហើយអាចឆ្កែហ្នឹងខ្ញុំពងគិតថាចង់យកកូនវាចិញ្ចឹមដែរប៉ុន្តែម្ដាយក្មេកខ្ញុំថាគាត់អត់ឲ្យចិញ្ចឹមសត្វទេមិនថាឆ្កែឬក៏ឆ្មាព្រោះគាត់ខ្លាចថាខំសុកជាឬក៏មានបកាអីមួយអញ្ចឹងណាអានេះដល់វគ្គខ្ញុំសឡខ្ញុំឆ្អិនហើយជាស្រះហើយអញ្ចឹងទៅខ្ញុំដួសដាក់ចានបងប្អូនជួយមើលតំណងអត់បើតំណងមិនតំណងជួយខមមិនប្រាក់ខ្ញុំនៅក្រោមវីដេអូផងតែសម្រាប់ខ្ញុំស្លងឯហ្នឹងគឺឆ្ងាញ់ខ្លាំងណាស់បងប្អូនអើយជាពិសេសបន្លែធម្មជាតិជាងដើរផ្សំខ្លួនឯងទៀតអូជាតិមកជាតិតែម្ដងហើយឥឡូវគេបងប្អូនសូមអញ្ជើញឆ្ងាញ់ជាមួយខ្ញុំហើយវីដេអូខ្ញុំហ្នឹងក៏មានប៉ុណ្្នឹងដែរអរគុណច្រើនបងប្អូនដែលតែងស្រឡាញ់ចូលចិត្តមើលវីដេអូម៉ាក់សុកជាចាំជួបគ្នាក្នុងវីដេអូវគ្គក្រោយអរគុណ See you នៃវីដេអូ